ឬសម្បល់មែនទេណាពុកម៉ែបងប្អូនបានឃើញវីដេអូនឹងហើយខ្ញុំមានអារម្មណ៍មួយថាអើយបងប្អូនហើយបាទមិនជឿកុំប្រមាថណាជនជាតិចិនមួយក្រុមបានរត់គេចពី F16 របស់ចៅសៀមនៅច្រកជាំសងាំនោះខាងលងវែងបងប្អូនបាទគិតរត់មកដល់អាហារដ្ឋានទាក្រហមដំដីស្រុកសុនគុំខេត្តសៀមរាបណាថតចេញពីកាមេរ៉ាផ្ទាល់នៅវេលាម៉ោង 2:15 នាទីថ្ងៃទី27បាទឃើញថាអូយបងប្អូនបាទប្រហែលជាកុំមកតាមបីបាច់ថែរក្សាពួកគាត់បានជាមកដល់កន្លែងនេះគឺឲ្យគាត់សម្ពាសដូចថាអរគុណកុងម៉ាណាបងប្អូនបាទឥឡូវមើលវីដេអូខាងលើខ្ញុំដាក់ជូនទាំងអស់គ្នាណាសម្ពាសពុកម៉ែបងប្អូនបាទមើលឃើញជាក់ស្ដែងគាត់មិនជាចាស់ប្រមាណទេវ័យខ្ទង់ជាល្បាក់30ជាងថា30ក្រាស់មិនដល់40ទេវ័យហ្នឹងណាហើយគិតមកគ្នាប្រហែលជា 2-3 ឡាននោះថ្ងៃនោះណាតាមមើលឃើញក្នុងកាមេរ៉ាគឺមក3-4-5 ឡានអីដឹងបាទមកចូលហូបបាយនៅកន្លែងហ្នឹងអ្នកខ្លះរបួសអ្នកខ្លះអីចឹងណាចុះថៃវាដែរបានគិតថាជនជាតិណាជាតិសាសន៍ណាបងប្អូនវាអាក្រក់ណាវាទម្លាក់គ្រាប់បែកនៅកន្លែងកាស៊ីណូក៏គ្នារត់ខ្ចិតខ្ចាយខ្លះទុកឡានចោលស្ដាយឡានទៀតបងប្អូនមួយចំនួនខ្ញុំឃើញមានការផុសស្ដាយឡាន507 Coro OD គឺដូចជា Alpha មួយចំនួនដែលខ្ទេចខ្ទាំដោយសារតែ F16 របស់ចៅសៀមវាទម្លាក់ហ្នឹងអានេះប្រហែលជាកងម៉ាដូនតាគាត់របៀបថាតាមបីបាច់ថែរក្សាមកដល់កន្លែងហ្នឹងហើយតម្រូវឲ្យគោរពសុភ័ក្រថ្វាយបង្គំអរគុណលោកហើយវីដេអូនេះគឺខ្ញុំចង់ឲ្យបងប្អូនមួយចំនួនដែលបានដូចថាមានប្រភូមិក្តីបាទកុងម៉ាក្តីឬក៏ពុទ្ធរូបក្តីអ្វីដែលបងប្អូនដូចថាជឿណាបងប្អូនអាចឧស្សាហ៍ដុតធូបដូរទឹកដូចជាដាក់ស្ករគ្រាប់ផ្លែឈើណាមួយទៅតាមប្រចាំថ្ងៃដែលបងប្អូនគិតថាសិរីសួស្តីយោហេងជាពិសេសពេលចេញដំណើរទៅណាបងប្អូនអាចបាទធ្វើការគោរពថ្វាយបង្គំអីចឹងទៅដើម្បីសុំតាមបីបាច់ថែរក្សាការពារបងប្អូនក្នុងពេលធ្វើដំណើរអីផ្សេងអ្នករ៉ូស៊ីបាទដូចដឹងស្រាប់ហើយពួកគាត់តែងតែឲ្យធុបនៅពេលព្រឹកគេដាក់នំចិននំអីយ៉ាងតាមហ្នឹងណាបងប្អូនបាទដូរទឹកដាក់ទឹកក្រូចទឹកផ្លែឈើចឹងទៅដើម្បីជូនដាក់ឲ្យរ៉ូស៊ីទទួលទានមានបានតែខ្ញុំមានតែប៉ុណ្្នឹងទេដូចថាឃើញទៅមើលទៅគឺថាមិនដែលឃើញវីដេអូបែបនេះហើយក៏មានអារម្មណ៍មួយថាបើមិនជឿកុំប្រមាថណាបងប្អូនបាទមិនមែនជារឿងលេងសើចទេហើយបន្ទាប់ពីគាត់បាទដួលហើយដាក់ឈើដោលឲ្យគាត់អាចឈរបានហើយគាត់អាចដើរធម្មតាអត់មានការអីទេណាមនុស្សអត់មានទៅស្លាក់ដៃជើងចុកដៃជើងដូចជាមនុស្សចាស់អាយុ70ឬក៏80នេះនឹងដែរណាបងប្អូនបាទហ្នឹងហើយសូមប៉ុណ្ណេះចុះបាទសូមអរគុណ